បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីរាប់អានបាទជាពិសេសនោះគឺបងប្អូនដែលស្រឡាញ់និងចូលចិត្តវិស័យគុនខ្មែរទាំងអស់គ្នាបាទបងប្អូនគ្នាថ្ងៃនេះខ្ញុំមកនិយាយពីការប្រកួតរបស់ធនសាក់ស៊ីនដែលត្រូវប៉ះជាមួយនឹងពេជ្រទីទេពដែលពេជ្រទីទេពនេះគឺជាអ្នកចូលខ្លួនមកជំនួសកីឡាករប៉ែនកយ៉ាស៊ីនដោយយ៉ាស៊ីនបានគ្រោះថ្នាក់ចរាចរណ៍ដូច្នេះហើយបានផ្លាស់ប្ដូរឲ្យពេទ្យទីទេពចូលខ្លួនមកជំនួសវិញចឹងបងប្អូនគ្នាបាទអញ្ចឹងឃើញថាពីរអ្នកនេះគេហៅថាគូព្រេងប្រត់បងប្អូនគ្នាបាទកាលពីប្រហែលជា4-5 ខែមុនគឺពេទ្យទីទេពហើយនឹងធនសាក់ស៊ីននេះគឺត្រូវបានភូផ្គងឲ្យប៉ះគ្នាម្ដងហើយបាទតែត្រូវរំសាយវិញដោយសារប្រទេសជាតិយើងកំពុងតែមានបញ្ហាជាមួយនឹងចៅសៀមបងប្អូនគ្នាអញ្ចឹងឥឡូវនេះគឺគូព្រេងប្រត់អាចវិលមកប៉ះគ្នាវិញបងប្អូនគ្នាបាទហើយចំពោះគូនេះកាលពីខ្ញុំនិយាយកាលពីសាមុនបងប្អូនគ្នាគឺខ្ញុំជ្រើសរើសយកធនសាក់ស៊ីនបាទខ្ញុំគិតថាសុនសាក់ស៊ីនគឺជាអ្នកទទួលបានជ័យជំនះចង់និយាយថាគាត់អាចឈ្នះទៅលើពេជ្រទីទេពបាទហើយអញ្ចឹងការវិភាគមកនិយាយជាលើកទី2នេះគឺខ្ញុំសូមជ្រើសរើសយកពេជ្រទីទេពវិញបងប្អូនគ្នាដោយសារតែខ្ញុំគិតថាពេជ្រទីទេពគាត់ឡើងខ្លាំងមួយរយៈចុងក្រោយនេះអ្វីដែលល្អនោះគឺកណ្ដាប់ដៃគាត់ចេញចូលលឿននិយាយទៅគឺលឿនទាំងអស់បងប្អូនគ្នាបាទមិនថាវាយលើក្រោមបាទជាពិសេសខ្ញុំក៏សម្គាល់ថាអាចនឹងស៊ីធនសាក់ស៊ីនទៅលើពោះទឹកបងប្អូនគ្នាមូលហេតុអីខ្ញុំនិយាយអញ្ចឹងគឺកាលពីធនសាក់ស៊ីនប៉ះជាមួយនឹងអ៊ុយធិរិតបាទដៅខ្សែក្បាត់ហ្គេនស្បឺតដោយធនសាក់ស៊ីននេះគឺចាញ់សន្លប់អ៊ុយធិរិតនៅក្នុងទឹកទី2បាទតែមិនមែនចាញ់ដោយសារកណ្ដាប់ដៃទេបាទគឺកណ្ដាប់ដៃអ្នកទាំងពីរគឺដូរគ្នាទៅវិញទៅមកគឺសិលអ្នកល្អកណ្ដាប់ដៃដូចគ្នាតែវិញខ្ញុំឃើញថាចន្លោះប្រហោងដែលធនសាក់ស៊ីនអាចនឹងចាញ់ពាក្យទីទេពគឺត្រង់ពោះទឹកបងប្អូនគ្នាបាទកាលពីធនសាក់ស៊ីនចាញ់អ៊ុយធិរិតគឺនៅពេលដែលចូលដូរដៃទៅវិញទៅមកគឺអ៊ុយធិរិតហើយនឹងសាក់ស៊ីននេះគឺមានលក្ខណៈថាដណ្ដំទៅសងគ្នាគឺទៅមកដូចគ្នាអ្វីដែលអ៊ុយធិរិតធ្វើបានគឺបោះជង្គង់ចូលអញ្ចឹងធ្វើឲ្យធនសាក់ស៊ីននេះសន្លប់មិនអាចងើបមកបន្តការប្រកួតបានហើយក្នុងការមកជួបគ្នាជាមួយនឹងពេជ្រទីទេពនៅក្នុងជំនួបដែលពេជ្រទីទេពចូលមកជំនួសតំណែងរបស់ប៉ែនកយ៉ាស៊ីនដែលប៉ែនកយ៉ាស៊ីនគាត់មានគ្រោះថ្នាក់ចរាចរណ៍នេះបងប្អូនអញ្ចឹងខ្ញុំគិតថាអ្វីត្បិតតែពេជ្រទីទេពគាត់ទើបតែជាពីរបួសដែលគាត់ប្រកួតនៅប្រទេសបារាំងបានចាញ់បន្ទុកអាំបៃសាំនោះខ្ញុំគិតថាมันមានអ្វីធំដុំធ្វើឲ្យពេជ្រទីទេពនេះมันអាចយកឈ្នះទៅលើធនសាក់ស៊ីនបានទេដែលបងប្អូនយើងមួយចំនួនគាត់និយាយថាធនសាក់ស៊ីនគឺគេបានត្រៀមខ្លួនការប្រកួតមកបានពេញលេញ 100% ដែលត្រូវជំនួបប៉ះជាមួយនឹងយ៉ាស៊ីននេះហើយចំណែកពេជ្រទីទេពវិញគឺអ្នកដែលចូលខ្លួនមកជំនួសហើយมันបានវឹកហាត់គ្រប់គ្រាន់ហើយអ្វីដែលពិសេសនេះគាត់កាលពីគាត់ប្រកួតចប់នៅប្រទេសបារាំងជាមួយអាំបៃសាំនោះគឺគាត់មានរបួសទៀតអញ្ចឹងខ្ញុំគិតថាកន្លែងនេះបងប្អូនយើងអាចនឹងវែកញែកឬក៏លំអៀងអ្នកខ្លះគឺគាត់ស្រឡាញ់សាក់ស៊ីនទៅគាត់អាចនឹងយកសាក់ស៊ីនទៅបាទគាត់គិតថាពេជ្រទីទេពអត់អាចត្រៀមខ្លួនបាន 100% ដែលគាត់ចូលខ្លួនមកជំនួសតែមតិរបស់ខ្ញុំគឺផ្ទុយបាទខ្ញុំគិតថាពេជ្រទីទេពឥឡូវមិនមែនជាពេជ្រទីទេពពីមុនទេបងប្អូនគ្នាគឺគាត់លឿនបងប្អូនគ្នាធ្ងន់ចេញលឿនហើយធ្ងន់បងប្អូនគ្នាកណ្ដាប់ដៃរបស់គាត់បាទតែគាត់ទៅហើយគឺសាប់លើក្រោមហើយខ្ញុំគិតថាសាក់ស៊ីនគឺគាត់អាចនឹងយ៉ាប់ដោយសារតែពោះទឹកបងប្អូនគ្នាបាទឃើញថាកាលពីគាត់ប៉ះជាមួយនឹងអ៊ុយធិរិតដែលខ្ញុំនិយាយពីខាងលើមិញហ្នឹងគឺគាត់ចូលតែមកជង្គង់ទេហើយចំពោះពេទ្យទីទេពនេះគឺជាកីឡាករដែលល្អវាយក្បាលពោះនេះឯងបងប្អូនគ្នាបាទអញ្ចឹងខ្ញុំគិតថាបើសិនជាសាក់ស៊ីនទប់មិនជាប់ទេខ្ញុំគិតថាគូនេះខ្ញុំហ៊ាននិយាយថាអាចមិនចាប់ទឹកទៀតបាទអាចនឹងពេជ្រទីទេពផ្ដួលធនសាក់ស៊ីនឲ្យសន្លប់នៅក្នុងទឹកណាមួយបាទតែខ្ញុំមិនហ៊ាននិយាយថានៅក្នុងទឹកណាឯបាទឲ្យតែធនសាក់ស៊ីនគាត់នៅតែអន់ពោះទឹកដូចកាលពីជំនួបដណ្ដើមខ្សែវ៉ាត់ហ្គេនស្ប៊ុតជាមួយនឹងអ៊ុយធិរិតធ្វើបិទថាពេជ្រទីទេពគាត់ទើបតែបញ្ចប់ការប្រកួតនៅពីប្រទេសបារាំងហើយគាត់មានរបួសហើយគាត់មិនអាចត្រៀមខ្លួនបានពេញលេញតែនៅក្នុងបទសម្ភាសន៍ដែល admin យើងទៅសម្ភាសន៍គាត់ថាគាត់វឹកហាត់លក្ខណៈថាផ្សំមករហូតមិនបានពេញ 100% តែគាត់នៅតែព្យាយាមវឹកហាត់ហើយចំពោះការវឹកហាត់ដែលគាត់ទើបតែដូរឈ្មោះមក
ជំនួសបេក្ខយ៉ាស៊ីននេះខ្ញុំគិតថាគាត់អាចនឹងគ្រប់គ្រាន់ដែរបាទតែមិនគ្រប់គ្រាន់ 100% ក៏ខ្ញុំគិតថាពេជ្រនិទេសគាត់អាចធ្វើបានដែរបាទពួកឯងខ្ញុំមានជំនឿចិត្តលើពេជ្រនិទេសបងប្អូនគ្នាហើយចំពោះសាក់ស៊ីនគាត់ក៏មិនមែនជាកីឡាករដែលបងប្អូនយើងអាចមើលស្រាលបានដែរបាទគឺកីឡាករល្អកណ្ដាប់ដៃធន់ស្វិតហើយក៏គាត់តតបានល្អដែរបាទតតខ្ពស់ដែរចំពោះសុនតាស៊ីននេះតែដូចខ្ញុំនិយាយដល់បងប្អូនគ្នាខ្ញុំនៅតែមានភាគរយនិងជំនឿចិត្តទៅលើពេជ្រនិទេសបងប្អូនគ្នាបាទហើយខ្ញុំហ៊ាននិយាយថាភាគរយដែលពេជ្រនិទេសអាចមានភាគរយឈ្នះទៅលើសាក់ស៊ីនគឺអាចនឹង70%បងប្អូនគ្នាតើបងប្អូនគ្នាយល់យ៉ាងណាដែរចំពោះមួយគូនេះបាទបើសិនជាបងប្អូនគ្នាស្រឡាញ់ខាងណាឬក៏មានមតិយោបល់អ្វីសូមបងប្អូនគ្នាកុំភ្លេចចូលរួមខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំទាំងអស់គ្នាហើយបងប្អូនគ្នាដែលមកថ្មីកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងបាទហើយវីដេអូរបស់យើងថ្ងៃហ្នឹងអត់មានអីទេគឺមានតែប៉ុណ្្នឹងដែរបាទសូមអរគុណសូមជម្រាបលា